là báchរបស់សម្ដេចតេជោស្ដេចសង្គ្រាមគឺអស្ចារ្យណាស់ជាទីទុកចិត្តដ៏ខ្លាំងក្លាថាយើងមានមេតបផ្កាយមាស5ប៉ិតលេខ1ដ៏ឆ្នើមដែលដឹកនាំការប្រយុទ្ធដ៏ខ្លាំងក្លាដែលបរទេសជិតខាងមិននឹកស្មានសោះការរកឃើញកំជួចបាញ់រថក្រោះប្រភេទ GAM 102LR ធ្វើឲ្យយួនភ័យបបោះថាអូអញខំទៅតាក់ទងជាមួយនឹងសៀមនឹកឃើញថានឹងហែកប្រទេសកម្ពុជាបានយ៉ាងងាយតែលើកនេះសៀមចាញ់ហើយចំណែកអាវុធចាស់ៗរបស់យួនតើធ្វើដូចម្ដេចទៅអាចនឹងទប់ទល់កងទ័ពដ៏ក្លាហានអាវុធចំនួនទី5របស់លោកហ៊ុនសែនបានព័ត៌មាននេះរន្ធត់ខ្លាំងណាស់ត្រូវបានមេឌៀអន្តរជាតិយកមកផ្សាយហើយដូច្នេះហើយបានជាលោកប្រធានាធិបតីដូណាល់ត្រាំយល់ឃើញថាមិនអាចប្រហែសបានឡើយត្រូវតាក់ទងជាមួយកម្ពុជាដើម្បីបញ្ចប់សង្គ្រាមនេះជាបន្ទាន់បើមិនដូច្នេះទេសភាវុធសេសសល់នៅស្រុកថៃដែលផលិតដោយអាមេរិកនឹងគ្មានទីផ្សារលក់ដាច់ឡើយពីព្រោះអ្វីពីព្រោះអាវុធរបស់លោកហ៊ុនសែនអាចនឹងកំទេចអាវុធរួមទាំងយន្តហោះអាមេរិក F16 ផងលោកហ៊ុនសែនបានឲ្យប្រព័ន្ធឃោសនាដឹងថាហើយតែមិនបាញ់ទម្លាក់យន្តហោះ F16 គឺជាការទុកមុខឲ្យលោកត្រាំដោយសារលោកហ៊ុនសែនមាននិស្ស័យល្អជាមួយនឹងប្រធានាធិបតីអាមេរិកបើសិនណាជាបាញ់ទម្លាក់ F16 ដូចហែកខ្លែងចេញពីមេឃវាធ្វើឲ្យទីផ្សារលក់សភាវុធអាមេរិកនឹងធ្លាក់ចុះយ៉ាងតិច 25% ដូច្នេះនៅពេលអាមេរិកកំពុងតែជំពាក់លុយគេយ៉ាងវាន់កបែបនេះបើលោកហ៊ុនសែនមិនអាណិតលោកប្រធានាធិបតីដូណាល់ត្រាំទេគឺច្បាស់ជានឹងធ្វើឲ្យមនុស្សនៅអាមេរិកអត់ឃ្លានគ្មានអ្វីស៊ីទេដូច្នេះហើយក៏លោកហ៊ុនសែនបានប្រាប់កងទ័ពគាត់ថាបើ F16 ថៃគ្រាន់តែទម្លាក់លើស្ពានលោកហ៊ុនសែនមិនខ្វះលុយជួសជុលឬសាងសង់ឡើងវិញទេអនុញ្ញាតឲ្យអាវុធអាមេរិកដ៏កញ្ចាស់បែបនេះណាមានសមត្ថភាពបន្តិចបន្តួចចុះពីព្រោះវាអត់ហ៊ានទម្លាក់លើកងទ័ពជួរមុខទេពីព្រោះឲ្យតែវាហ៊ានមកគឺអាវុធរបស់យើងមានសំណាញ់មេឃជាដើមនឹងអាចបាញ់ទម្លាក់វាបានយ៉ាងងាយអាវុធប្រភេទ GAM 102LR នេះត្រូវបានដាក់ប្រើប្រាស់ណាដែលបង្ហាញឲ្យឃើញថាណារបាយការណ៍ព័ត៌មានរបស់កាសែតអាមេរិក The New York Times ដែលបានផ្សាយអត្ថបទមួយថាមុនប៉ះប្រយុទ្ធគ្នានៅក្នុងឆ្នាំ25នេះយន្តហោះដឹកសពាវុធរបស់ចិនចំនួន5គ្រឿងបានមកចុះចតនៅចំណតអាកាសយានដ្ឋានក្រុងព្រះសីហនុចិនបានដាក់អាវុធទំនើបដែលហ៊ុនសែនបញ្ជាទិញយកមកកម្ពុជារួចហើយជាស្រេចមុននឹងពើប្រយុទ្ធគ្នាចាប់ពីខែកក្កដាកន្លងទៅនេះដូច្នេះហើយវាបង្ហាញឲ្យឃើញ